សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីចែករំលែកចំណេះដឹងនៅថ្ងៃនេះថ្ងៃសៅរ៍ទី31 ខែឧសភាឆ្នាំ2025ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយគឺបែបផែនគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាពតើធ្វើដូចមកទេចទើបយើងអាចគ្រប់គ្រងពេលវេលារបស់យើងឲ្យបានល្អហើយតើបច្ចេកទេសអ្វីខ្លះដែលអាចជួយយើងសម្រេចគោលដៅបានសូមសរតាប់បន្តទៀតហើយញញឹមជាមួយយើងសារៈសំខាន់នៃការគ្រប់គ្រងពេលវេលាការគ្រប់គ្រងពេលវេលាគឺជាជំនាញសំខាន់បំផុតមួយនៅក្នុងជីវិតមិនថាអ្នកជានិស្សិតបុគ្គលិកឬម្ចាស់អាជីវកម្មនោះទេពេលវេលាគឺជាធនធានដែលមានតម្លៃបំផុតពីព្រោះវាមិនអាចយកមកវិញបានទេប្រសិនបើអ្នកមិនគ្រប់គ្រងពេលវេលាឲ្យបានល្អទេអ្នកអាចនឹងខកខានឱកាសមានអារម្មណ៍តានតឹងឬមិនអាចសម្រេចគោលដៅបានការសិក្សាបានបង្ហាញថាមនុស្សដែលគ្រប់គ្រងពេលវេលាបានល្អមានផលិតភាពខ្ពស់ជាង 30% បើប្រៀបធៀបទៅនឹងអ្នកដែលមិនមានផែនការច្បាស់លាស់បច្ចេកទេសគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព 1. ការកំណត់អាទិភាព Prioritization. ការកំណត់អាទិភាពគឺជាជំហានដំបូងក្នុងការគ្រប់គ្រងពេលវេលាអ្នកគួរតែបែងចែកកិច្ចការទៅតាមសារៈសំខាន់និងភាពបន្ទាន់បច្ចេកទេសមួយដែលល្បីឈ្មោះគោ Eisenhower Matrix. ដែលបែងចែកកិច្ចការជា4ប្រភេទសំខាន់និងបន្ទាន់ធ្វើភ្លាមសំខាន់តែមិនបន្ទាន់រៀបចំផែនការមិនសំខាន់តែបន្ទាន់ប្រគល់ឲ្យអ្នកដទៃមិនសំខាន់និងមិនបន្ទាន់លុបចោលឧទាហរណ៍ប្រសិនបើអ្នកជានិស្សិតការរៀបចំសម្រាប់ប្រឡងគឺជាកិច្ចការសំខាន់និងបន្ទាន់ប៉ុន្តែការមើលទូរស័ព្ទរាល់5នាទីគឺជាកិច្ចការមិនសំខាន់និងមិនបន្ទាន់ 2. ការប្រើបច្ចេកទេស Pomodoro. បច្ចេកទេស Pomodoro. គឺជាវិធីសាស្ត្រដ៏ពេញនិយមមួយសម្រាប់បង្កើនផលិតភាពវាតម្រូវឲ្យអ្នកធ្វើការផតតអារម្មណ៍លើកិច្ចការមួយរយៈពេល25នាទីហើយសម្រាប់5នាទីបន្ទាប់ពីធ្វើបែបនេះ4ជុំអ្នកអាចសម្រាកយូរជាងនេះ15ទៅ30នាទីបច្ចេកទេសនេះជួយឲ្យអ្នករក្សាការផតតអារម្មណ៍និងកាត់បន្ថយភាពនឿយហត់ឧទាហរណ៍ប្រសិនបើអ្នកកំពុងសរសេររបាយការណ៍អ្នកអាចចប់រ Pomodoro. ដើម្បីផតតលើការសរសេរមួយផ្នែកក្នុងរយៈពេល25នាទីហើយបន្ទាប់មកសម្រាប់ដើម្បីផឹកទឹកឬដើរលេងបន្តិច 3. ការប្រើបញ្ជីការងារត្រូវថង To-do list. ការបង្កើតបញ្ជីការងារត្រូវធ្វើគឺជាវិធីសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់អ្នកគួរតែសរសេរកិច្ចការទាំងអស់ដែលត្រូវធ្វើនៅក្នុងមួយថ្ងៃហើយដាក់សញ្ញាសម្គាល់នៅពេលបញ្ចប់កិច្ចការនីមួយៗឧទាហរណ៍ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មអ្នកអាចសរសេរថាឆែកអ៊ីមែលនៅម៉ោង8ព្រឹកប្រជុំជាមួយក្រុមការងារនៅម៉ោង10ព្រឹកឆែកសតុបកទំនិញនៅម៉ោង2រសៀលការធ្វើបែបនេះជួយឲ្យអ្នកមានភាពច្បាស់លាស់និងមិនភ្លេចកិច្ចការសំខាន់ៗ 4. ការកំណត់ពេលសម្រាក Scheduled breaks. ការសម្រាកគឺជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងពេលវេលាប្រសិនបើអ្នកធ្វើការដោយមិនសម្រាកអ្នកនឹងអស់កម្លាំងនិងបាត់បង់ផលិតភាពអ្នកគួរតែកំណត់ពេលសម្រាកជាក់លាក់ឧទាហរណ៍សម្រាក10នាទីរៀងរាល់2ម៉ោងការសម្រាកនេះអាចជាការដើរលេងផឹកទឹកឬធ្វើលំហាត់បន្តិចដើម្បីបន្ធូរអារម្មណ៍ 5. ការបដិសេធ Saying no. ជារឿយយើងខ្ជះខ្ជាយពេលវេលាដោយសារតែយើងមិនហ៊ានបដិសេធប្រសិនបើមានកិច្ចការដែលមិនសំខាន់ឬមិនទាក់ទងនឹងគោលដៅរបស់អ្នកគួរតែរៀននិយាយទេឧទាហរណ៍ប្រសិនបើមិត្តភក្តិអញ្ជើញអ្នកទៅញ៉ាំអីនៅខាងក្រៅប៉ុន្តែអ្នកមានការងារសំខាន់ត្រូវធ្វើអ្នកគួរតែបដិសេធហើយផតតលើការងាររបស់អ្នកជាមុនឧទាហរណ៍ជាក់ស្ដែងសូមស្រមៃថាអ្នកជាបុគ្គលិកម្នាក់ដែលមានការងារច្រើនអ្នកចាប់ផតមកថ្ងៃរបស់អ្នកដោយបង្កើតបញ្ជីការងារត្រូវធ្វើហើយកំណត់អាទិភាពថាកិច្ចការណាសំខាន់ជាងបន្ទាប់មកអ្នកប្រើបច្ចេកទេស Pomodoro. ដើម្បីផតលើការសរសេររបាយការណ៍មួយដោយធ្វើការ25នាទីនិងសម្រាក5នាទីនៅពេលថ្ងៃត្រង់អ្នកសម្រាក30នាទីដើម្បីញ៉ាំអាហារនិងដើរលេងបន្តិចនៅពេលរសៀលអ្នកបន្តការងារផ្សេងទៀតហើយបដិសេធការអញ្ជើញទៅជួបមិត្តភក្តិដើម្បីផតលើការងារសំខាន់លទ្ធផលអ្នកបានបញ្ចប់ការងារទាំងអស់ទាន់ពេលនិងមានអារម្មណ៍ថាមានផលិតភាពខ្ពស់គន្លឹះបន្ថែមកុំព្យាយាមធ្វើច្រើនកិច្ចការក្នុងពេលតែមួយ Multitasking.
ពីព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់ការផុតតអារម្មណ៍ប្រើប្រាស់ឧបករណ៍ជំនួយដូចជាកម្មវិធីគ្រប់គ្រងពេលវេលា អូ Trello, Google Calendar. ពិនិត្យផែនការរបស់អ្នករៀងរាល់យប់ដើម្បីរៀបចំសម្រាប់ថ្ងៃបន្ទាប់សេចក្តីសន្និដ្ឋានការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាពគឺជាជំនាញដែលអាចរៀនបាននិងអនុវត្តបានជាមួយការតាំងចិត្តតាមរយៈការកំណត់អាទិភាពការប្រើបច្ចេកទេសដូចជា Pomodoro. ការបង្កើតបញ្ជីការងារត្រូវធ្វើការកំណត់ពេលសម្រាកនិងការហ៊ានបដិសេធអ្នកអាចបង្កើនផលិតភាពនិងរស់នៅជាមួយភាពសុខសាន្តសូមចាប់ផ្តើមមកអនុវត្តបច្ចេកទេសទាំងនេះចាប់ពីថ្ងៃនេះហើយអ្នកនឹងឃើញភាពខុសគ្នាក្នុងជីវិតរបស់អ្នកជួបគ្នាវិញនៅកម្មវិធីក្រោយជម្រាបលា